ចាសូមស្វាគមន៍មកកាន់ blog ដ៏រ៉ោករ៉ាក់របស់នាងខ្ញុំអូយនិយាយទៅមក blog នេះគឺថារ៉ាក់ទាំងអស់តែម្ដងចាឃើញថាបើក្បាលវីដេអូមកតិចទៀតហ្នឹងគឺចាប់ផ្ដើមរ៉ាក់ហើយឥឡូវនេះគឺយើងមកដល់ពលានភ្លាមគឺយើងចាប់ផ្ដើមញ៉ាំ breakfast ហើយយើងសិតតា VIP lounge លក្ខណៈអភិជនអញ្ចឹងណាអ្នកនរគ្នាឥឡូវកំពុងតែធ្វើការ end on រងចាំយន្តហោះហោះម៉ោងពេលហ្នឹងខ្ទង់ល្បាក់ប្រហែលជាម៉ោង6អញ្ចឹងពេលហ្នឹងខ្ញុំ fly ដូចជាល្បាក់ខ្ទង់ជាម៉ោង7ទឹកមុខហ្នឹងអត់ទាន់ដឹងថាយន្តហោះ let ទេណាចានៅស្រះស្រាយនៅថតរូបថតវីដេអូឡើយទេចាចាប់ផ្ដើមចូលដល់ឡាញរ៉ាណាបងប្អូនអរគ្នានិយាយទៅត្រូវហោះម៉ោង7 fly delay ដល់ម៉ោង11ដល់ម៉ោង11 fly delay ដល់ម៉ោង2ដល់ម៉ោង2 fly delay ដល់ម៉ោង3 Oh my god ចានិយាយទៅទម្រាំទៅថាបានហោះដូចនៅក្នុងវីដេអូហ្នឹងគឺថាជីវិតនេះខ្ញុំគឺត្រូវងើបតាំងពីម៉ោង3ភ្លឺរហូតគួយចាំដល់ម៉ោង3ល្ងាចចា Good morning ជាមួយនឹងស្នាមញញឹមថ្មីនៅទីក្រុងហាណូយងើបមកមេឃភ្លៀងទៀតចាហើយមិនមែនថាភ្លៀងតែមកព្រឹកណាភ្លៀងពេញមួយថ្ងៃហ្មងចឹងព្រលឹមឡើងនេះវាគ្រាន់តែត្រឹមម្លឹមតែម្លឹមហ្នឹងថាជាអត់ពាក់ឲ្យភ្លៀងទេគឺល្មមមកជោគដែរចាវីដេអូនេះទៅអត់សូវបានថតអីទេព្រោះដោយសារ bad mood តាំងពីថ្ងៃមកបាត់ហើយចាគាត់ណាលេតជើងយន្តហោះហ្នឹងគឺថាអស់អារម្មណ៍ថតតែហ្មងឥឡូវនេះយើងកាត់មកដល់វគ្គមកដើរលេងនៅក្នុងផ្សារព្រោះដោយសារមេឃភ្លៀងអត់ដឹងថាដើរទៅណាទេចាផ្សារគេអត់ដាច់ភ្លើងណាគេនៅរាប់ឆ្នាំគ្រាន់តែនេះខ្ញុំមកមួយថ្ងៃផ្សារដាច់ភ្លើងនិយាយទៅអត់ដឹងថាខ្លួនឯងចង្រៃឬក៏យ៉ាងណាទេចាហើយមុននឹងនាងខ្ញុំមកហ្នឹងចាគឺថាពី3ខែគឺអត់ដែរភ្លៀងសោះនៅហាណូយគ្រាន់ខ្ញុំមកភ្លៀង2 3ថ្ងៃជាប់គ្នាឥឡូវនេះគឺកាត់មកដល់វគ្គយប់ហើយព្រោះពេលហ្នឹង bad mood បាត់ហើយអញ្ចឹងអត់ដឹងថាត្រូវថតអីគ្រាន់តែថត lifestyle ខ្លួនឯងលេងអញ្ចឹងណាអញ្ចឹងនេះពេលយប់ហ្នឹងម៉ោង7 8ហ្នឹងគឺនៅតែមានមេឃភ្លៀងនៅតែតក់ឡើយហើយបើអត់ពាក់ឲ្យភ្លៀងគឺសើមហ្មងចឹងមួយថ្ងៃហ្នឹងគឺអត់សូវបានធ្វើអីទេព្រោះដោយសារមេឃភ្លៀងរហូតចឹងបាននៅត្រឹមតែញ៉ាំអីតិចតួចដើរផ្សារហើយនឹងមកដើរលេងនៅរបៀបមាត់ទន្លេគេហ្នឹងហើយគឺទៅផ្ទះវិញហ្មងចូលគេតោះឥឡូវមកដល់ថ្ងៃទី2នៅទីក្រុងហាណូយទៅដែរចាអូលំនិយាយទៅបើភ្នែកមកលំហ្មងឥឡូវអត់ដឹងទៅណាមានតែញ៉ាំ phở នេះចិត្តឡាញ់គេងខ្ញុំបញ្ជាក់ឲ្យបងប្អូនអរគ្នានិយាយទៅខ្ញុំអត់សូវមានវីដេអូកាត់ទៀតទេដោយសារតែពេលហ្នឹងគឺលែងចង់ថត vlog ហើយព្រោះដោយសារ bad mood តាំងថ្ងៃ live ជើងយន្តហោះឥឡូវនេះអត់ដឹងធ្វើអីមកញ៉ាំ phở នេះចិត្តផ្ទះសិនតែក្នុងគ្រូក្បាលហ្នឹងគឺអត់ដឹងថាចេញពីហ្នឹងទៅណាទេព្រោះដោយសារមេឃភ្លៀងហើយនៅហ្នឹងគឺភាគច្រើន activity ដែលយើងត្រូវធ្វើហ្នឹងគឺសិតតារបៀបថានៅខាងក្រៅឥឡូវចេញពីហ្នឹងហើយក៏សម្រាប់ចិត្តថាយើងមកលេងឡាតេះភ្លើងហើយពេលហ្នឹងក៏វានៅលំដែរតែគ្រាន់ថាវាមិនលំខ្លាំងណាមកយើងអាចមើលរថភ្លើងបានអញ្ចឹងហើយចេញពីហ្នឹងមកថ្ងៃឡើងខ្ញុំមិនដឹងទៅណាខ្ញុំទៅថតរូបនៅវិហារយេស៊ូនេះហើយឥឡូវកាត់មកដល់ល្ងាចតាំងមកដល់កន្លែងញ៉ាំសាច់អាំងអូនអរគ្នានិយាយទៅអត់សូវមានរូបអត់សូវមានវីដេអូអីព្រោះដើរមួយអ្នកអត់ចេះថតរូបនិយាយទៅគឺជីវិតស្មើសូន្យហ្មងតោះ Day 3មកកាន់សាប៉ាគាត់តែឃើញ Sun Plaza វិញខ្ញុំជឿថាបងប្អូនអរគ្នាប្រកាសជាស្គាល់ព្រោះសាប៉ាល្បីមែនតើនៅប្រទេសវៀតណាមហើយនេះគឺរូបភាពព្រលឹមឡើងនិយាយទៅគឺដើរលេងអត់កើតទេបងប្អូនអរគ្នាព្រោះដោយសារមុនខ្ញុំមកហ្នឹងគឺភ្លៀង2ថ្ងៃឡើងជាប់គ្នាហើយម្ដងថ្ងៃខ្ញុំមកហ្នឹងអត់ភ្លៀងទេគ្រាន់តែថាវាអាប់ខ្លាំងនិយាយទៅគឺធ្វើអីអត់កើតហ្មងសូម្បីតែថតរូបបូកសំនឹងនេះអត់ចេះថតហើយនឹងទេសភាពអូយនិយាយទៅកពុលមុខសាហាវថាមក trip នេះគឺ fail ទាំងអស់ហ្មងactivity ពេលថ្ងៃខ្ញុំអត់បានថតទេបងប្អូនអរគ្នាដោយសារវាអាប់ខ្លាំងពេកហើយឥឡូវនេះ